ចាសូមជម្រាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះរៀងប្លែកអារម្មណ៍បន្តិចចានាំពុកម៉ែបងប្អូនមកដើរកំសាន្តលេងជាមួយនឹងក្រុមគ្រួសាររបស់នាងខ្ញុំនៅថ្ងៃភ្ជុំបិណ្ឌចាយើងមកដល់ខេត្តបាត់ដំបងពុកម៉ែបងប្អូនចានេះគឺជាកន្លែងចាកាហ្វេជប៉ុនមួយដ៏ល្បីនៅក្នុងខេត្តបាត់ដំបងដូចជាឈ្មោះថាខៃយូបងប្អូនចាប៉ុន្តែយើងចូលមកនេះដោយសារតែទីនេះគឺរៀងចង្អៀតបន្តិចប៉ុន្តែការរៀបចំរបស់គេគឺស្រស់ស្អាតចាមានសុទ្ធតែដើមឈើដើមផ្កាត្រជាក់ចិត្តត្រជាក់ភ្នែកមែនទែននៅពេលដែលចូលមកដល់ខាងក្នុងប៉ុន្តែដោយសារតែនៅទីនេះគឺទូចចាហើយមានភ្ញៀវមកច្រើនមែនទែនពុកម៉ែបងប្អូនអញ្ចឹងយើងមិនបានអង្គុយញ៉ាំចាភេសជ្ជៈនៅក្នុងហាងនេះទេចាយើងគ្រាន់តែដើរមើលតែបន្តិចហើយក៏ត្រឡប់ទៅវិញចាដោយសារតែនៅទីនេះគឺពេញបងប្អូនចាគឺមានអ្នកអង្គុយពេញអស់ហើយមិនមានកន្លែងទំនេរសម្រាប់ឲ្យយើងអង្គុយទេចាយើងគ្រាន់តែដើរមើលមួយជុំហើយក៏ត្រឡប់ទៅវិញចាអញ្ចឹងបើពុកម៉ែបងប្អូនមកលេងខេត្តបាត់ដំបងចង់មករកកន្លែងញ៉ាំកាហ្វេចានិងមានកន្លែងថតរូបស្អាតអាចអញ្ជើញមកទីនេះបានចាគឺខៃយូចាបងប្អូនអាចឆែកតាម Google Map ចានឹងអាចឃើញទីតាំងនេះហើយចាគឺស្រស់ស្អាតការរៀបចំរបស់គេគឺស្រស់ស្អាតមែនទែនចាគឺយើងចូលទៅគឺមានអារម្មណ៍ថាត្រជាក់ចិត្តត្រជាក់កាយចាគយគន់នៅរុក្ខជាតិចាប្លែកបៃតងខ្ចីពីពេញតាមផ្លូវនឹងតែម្ដងចាហើយក៏មានបងប្អូនយើងទៅច្រើនមែនទែនដោយសារតែអាចថ្ងៃនេះជាថ្ងៃភ្ជុំចាឬក៏តាមធម្មតាទីនេះគឺគេមានមនុស្សច្រើនជាទូទៅក៏នាងខ្ញុំមិនច្បាស់ដែរចាព្រោះអីនេះគឺជាលើកទី1ដែលនាងខ្ញុំបានមកហាងកាហ្វេមួយនេះចាតែគួរឲ្យសោកស្ដាយដែរដែលมันបានភ្លក់រសជាតិចានៅទីនេះចាគឺយើងគ្រាន់តែចូលមកគយគន់ទេសភាពនៅខាងក្នុងហើយក៏ត្រឡប់ទៅវិញចាដោយសារតែអត់មានកន្លែងអង្គុយយើងគយគន់ទេសភាពនឹងថតរូបលេងមួយសន្ទុះធំដែរហើយយើងក៏ចាបន្តដំណើរទៅមួយកន្លែងទៀតដើម្បីរកអាហារញ៉ាំចាដោយសារទីនេះគឺគេមានលក់តែភេសជ្ជៈទេពុកម៉ែបងប្អូនចាតែមានពុកម៉ែបងប្អូនណាខ្លះស្គាល់កន្លែងនេះហើយមានពុកម៉ែបងប្អូនណាខ្លះដែលមិនទាន់ស្គាល់ចាអាចអញ្ជើញមកលេងបានចាគឺស្រស់ស្អាតតែចំពោះរសជាតិនាងខ្ញុំមិនបានដឹងទេព្រោះអត់បានសាកញ៉ាំទេចាប៉ុន្តែទីកន្លែងគឺទទួលស្គាល់ថាការរៀបចំរបស់គាត់គឺបានស្រស់ស្អាតល្អចាពុះពេញទៅដោយធម្មជាតិខៀវខ្ចីនិងផ្ការីកស្គុះស្គាយតាមដងផ្លូវតែម្ដងចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូមួយនេះចាសូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា